ស្ថានទូតចិនប្រចាំប្រទេសថៃនៅថ្ងៃទី2ខែតុលាឆ្នាំ2025បានបដិសេធយ៉ាងដាច់ហង្ការចំពោះការលើកឡើងថាចិនបានផ្ដល់គ្រឿងសព្វាវុធដល់កម្ពុជាក្នុងអំឡុងនៃការផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែនកម្ពុជាថៃកាលពីខែកក្កដាឆ្នាំ2025ស្ថានទូតចិនប្រចាំទីក្រុងបាងកកសង្កត់ធ្ងន់ថាពេលកាំងគ្មានទូនីតិអ្វីក្នុងការបញ្ឆេះចំនួនរវាងកម្ពុជាថៃនោះទេប៉ុន្តែមានតែការជំរុញការកសាងសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃស្ថានទូតចិនប្រចាំទីក្រុងបាងកកបានបញ្ជាក់ថាចិនមិនបានផ្ដល់ឧបករណ៍យោធាឬសព្វាវុធអ្វីដល់កម្ពុជាសម្រាប់ប្រើប្រឆាំងនឹងប្រទេសថៃនោះទេគ្រឿងសព្វាវុធយោធាដែលកម្ពុជាមាននោះគឺបានមកពីកម្មវិធីកិច្ចសហប្រតិបត្តិការរួមគ្នាដែលមានស្រាប់ជាមួយចិនប៉ុណ្ណោះស្ថានទូតចិនប្រចាំប្រទេសថៃអះអាងថាខ្លួនមិនទទួលបានផលប្រយោជន៍អ្វីទាល់តែសោះនៅក្នុងជម្លោះព្រំដែនកម្ពុជាថៃនិង